បញ្ហាជាប់ហ្វ្រាំងដាតឬក៏ហ្វ្រាំងបបោមាត់ត្រូវតែកាត់ទាំងអស់មែននេះគឺជាសភាពដែលមិនទាន់ជ្រាបហើយនឹងសភាពដែលជ្រាបរួចរាល់ហើយនៅក្នុងវីដេអូមុនៗខ្ញុំបានចែករំលែកច្រើនមែនទែនពីការជ្រាបហ្វ្រាំងបបោមាត់ជ្រាបហ្វ្រាំងដាតអញ្ចឹងថ្ងៃនេះឱកាសបានថតវីដេអូពីការជ្រាបហ្វ្រាំងដាតយកមកចែករំលែកជូនម៉ាក់ទាំងអស់គ្នានេះអូនបតីអូនបាន3ខែហើយថ្ងៃនេះម៉ាក់អូនយកអូនមកជ្រឹបហ្វ្រាំងដាអញ្ចឹងបានថាក្តីស្រឡាញ់ឪពុកម្ដាយពិតជាធំធេងណាគ្រាន់តែបានដឹងថាកូនមានបញ្ហាជាប់ហ្វ្រាំងភ្លាមម៉ាក់អត់គិតយូរទេបាននាំអូនមកជ្រឹបតែម្ដងតែមុនពេលដែលជ្រឹបហ្នឹងមិនមែនមកភ្លាមជ្រឹបឲ្យភ្លាមទេណាគឺត្រូវឆែកសុខភាពត្រូវឆែកសភាពហ្វ្រាំងជាក់ស្ដែងសិនថាតើអូនជាប់នៅក្នុងកម្រិតប្រមាណក្រាស់ឬក៏ស្ដើងវែងឬក៏ខ្លីវាតម្លៃពីបញ្ហាដោយដុកទ័រកុមារយើងទើបអាចធ្វើបានអញ្ចឹងឆែកសុខភាពអូនសិនធម្មតាការឆែកសុខភាពនៅរស់គឺឆែកយ៉ាងលម្អិតពីក្បាលដល់ចុងជើងតាមដានតាំងពីការមុំការញ៉ាំការថែទាំនៅផ្ទះតាំងពីការលូតលាស់ផ្នែកបញ្ញាស្មារតីផ្ទៀងផ្ទាត់ជាមួយនឹងខ្សែកោងលូតលាស់ដែលមាននៅក្នុងសៀវភៅរបស់អូនដែលជាគោលការណ៍សំខាន់របស់ដុកទ័រមិនមែនឆែកឲ្យតែបានហើយលំទេណាគឺត្រូវតែច្បាស់លាស់ម៉ត់ចត់និងដោយក្តីស្រឡាញ់ផងដែរអញ្ចឹងក្រោយពេលឆែកសុខភាពរួចហើយអូនថ្ងៃនេះក៏មានបតក់បាក់សាំងរៀកមួយផងដែរម៉ាក់ថាបតក់ឲ្យហើយទៅព្រោះអូននៅតូចអញ្ចឹងដើម្បីការពារអូនពីការរីករូសធ្ងន់ធ្ងរបតក់រួចហើយគ្រូពេទ្យបានផ្ដល់នូវការណែនាំជាច្រើនមែនទែនមកដែលឆ្លើយតបទៅនឹងចម្ងល់របស់ម៉ាក់ក៏ដូចជាការណែនាំពីការជ្រឹបហ្វ្រាំងដាតហ្នឹងផងដែរថាតើការជ្រឹបហ្វ្រាំងដាតហ្នឹងមិនខ្លះប្រើអីខ្លះត្រូវធ្វើមិនអញ្ចឹងគ្រូពេទ្យបានប្រាប់យើងទាំងអស់តែម្ដងចង់រំលឹកបន្តិចដែរថាផលពិបាកចំពោះក្មេងដែលជាប់ហ្វ្រាំងដាតគឺបញ្ហាចម្បងនោះគឺធ្វើឲ្យក្មេងតូចនោះគឺពិបាកមុំទី2ពេលដែលអណ្ដាតជាប់ហ្វ្រាំងអញ្ចឹងម៉ាក់គឺអាចនឹងនិយាយអត់សូវច្បាស់ដែលជាបញ្ហាប្រឈមពេលកូនរៀនចាប់ផ្ដើមចេះនិយាយហ្នឹងហើយធំឡើងអាចតឡាន់ខ្លះឬក៏និយាយរៀងលលអញ្ចឹងនិយាយអត់សូវច្បាស់ក៏មានដែរតាមកម្រិតនៅក្នុងការជាប់ហ្វ្រាំងរបស់អូនហើយបើនិយាយពីការជ្រាបនេះវិញគឺមិនមានប្រើថ្នាំសដំអីទេអូនតូចអញ្ចឹងជ្រាបតែបន្តិចគឺរួចរាល់ហើយដោយសារតែអូនមានអាយុត្រឹមតែ3ខែអញ្ចឹងណាបន្ទាប់ពីជ្រាបហើយងួយគេងលក់តែម្ដងបន្ថែមលើពីនេះគ្រូពេទ្យក៏បានណែនាំម៉ាក់ប៉ាពីការម៉ាស្សាមាត់កូនរាល់ពេលងូតទឹកឲ្យអូនរួចត្រូវម៉ាស្សាកន្លែងដែលជ្រាបរួចនោះថ្នម3ទៅ4ថ្ងៃជាប់គ្នាដើម្បីឲ្យឆាប់ជានិងមិនស្អិតជាប់គ្នាទៅវិញណាមួយអូននៅតូចអញ្ចឹងសាច់ស្ដើងបើមិនបានម៉ាស្សាបានត្រឹមត្រូវអាចនឹងស្អិតជាប់គ្នាកន្លែងដែលជ្រាបហ្នឹងណាអរគុណម៉ាក់អូនវត្តៃមែនតែនដែលរីករាយអនុញ្ញាតឲ្យនឹងខ្ញុំចែករំលែកវីដេអូនេះទៅកាន់ម៉ាក់ដទៃទៀតអញ្ចឹងម៉ាក់ដែលបានឃើញវីដេអូនេះហើយអាចមើលកូនតូចរបស់ម៉ាក់បានថាតើកូនតូចរបស់ម៉ាក់ហ្នឹងមានបញ្ហាជាប់ហ្វ្រាំងដាតឬក៏ជាប់ហ្វ្រាំងបបោមាត់ដែរទេហើយម៉ាក់អាចពិនិត្យមើលកូនបានដូចនៅក្នុងវីដេអូនេះឬក៏អត់ច្បាស់ទេម៉ាក់អាចនាំអូនមកសម្ភពរកដើម្បីឲ្យដុកទ័រកុមារយើងពិនិត្យជូនម៉ាក់ក៏បានដែរសម្ភពរកមាន2សាខាម៉ាក់សាខាទី1នៅជិតដំបូងមុខផ្សារដើមថ្កូវនិងសាខាទី2សាខាសានសុខនៅក្នុងផ្សារអន2ជាប់ផ្ទាល់ដៃតែម្ដងអរគុណ